មានស្រុកឃ្លានស្រែឃ្លានម៉ែឃ្លានពងឆ្ងាយគ្នារស់នៅកំព្រីពលករធ្វើការក្រៅស្រុកគ្រួសារក្រីក្រគ្មានដីស្រែរាល់ថ្ងៃកើតទុក្ខបារម្ភព្រួយខ្លាចម៉ែពុកនៅស្រុកគ្មានអ្នកមើលថែមកដល់ស្រុកគេការងារគ្មានពេលសម្រាប់ស៊ូទ្រាំលំបាំងខ្លាញ់គ្មានប្រាក់ញើពុកម៉ែព្យាយាមថែមមកអត់ងងុយមិនធន់ទ្រាំទេខំសន្សំប្រាំងខែពុកម៉ែធ្វើផ្ទាំងទិញទេពេលបនចូលឆ្នាំជុំបិណ្ឌការឋានអ៊ំកូននឹករហូតនៅស្រុកធ្លាប់ជុំពុកម៉ែសាប់បាយខ្លាំងណាស់តែពេលនេះមិនបានទៅទេអារម្មណ៍ក៏មិនស្ងប់ដែរនៅស្រុកខ្មែរពេលបនទីមានផ្ទះមានស្រែពុកម៉ែរស់នៅបានសុខកូនក៏អស់ទុកនឹកស្រុកកូនខទៅលេងចង់ជួបមុខណាស់បានលឺច្បាំងត្រឹមតែសំលេងរយំមុនពេលចូលគេងសូមសូបិណ្ឌឃើញស្រុកផ្ទះមានស្រែពុកម៉ែរស់នៅបានសុខកូនក៏អស់ទុកនឹកស្រុកកូនខទៅលេងចង់ជួបមុខណាស់បានលឺច្បាំងត្រឹមតែសំលេងរយំមុនពេលចូលគេងសូមសូបិណ្ឌឃើញស្រុក